ពុទ្ធភាសិតកោធវៈពួកធរនិយាយអំពីសេចក្តីក្រោធបុគ្គលសម្លាប់សេចក្តីក្រោធបានទើបដេកជាសុខបុគ្គលសម្លាប់សេចក្តីក្រោធបានទើបមិនសោកសេចក្តីក្រោធដូចជាច្រេះចាប់សាក់ស្ត្រាក្នុងលោកបុគ្គលមានសេចក្តីក្រោធរមែងមានសម្បុរអាក្រក់បុគ្គលមានសេចក្តីក្រោធរមែងដេកជាទុក្ខបុគ្គលមានសេចក្តីក្រោធកាន់យកប្រយោជន៍ហើយរមែងប្រតិបត្តិមិនជាប្រយោជន៍វិញបុរសត្រូវសេចក្តីក្រោធគ្របសង្កត់រមែងដល់នៅសេចក្តីសាបសូន្យចាក់ទ្របមិនខានបុរសដែលស្រវឹងព្រោះស្រវឹងដោយសេចក្តីក្រោធហើយរមែងដល់នៅសេចក្តីអព្យុះពួកញាតិមិត្តនឹងសម្លាញ់រមែងជៀសវាងនៅបុគ្គលអ្នកមានសេចក្តីក្រោធបុគ្គលអ្នកក្រោធរមែងមិនដឹងនៅសេចក្តីចម្រើនបុគ្គលអ្នកក្រោធរមែងមិនឃើញនៅធម៌បុគ្គលអ្នកក្រោធរមែងបៀតបៀននៅបុគ្គលណាកាលធ្វើនៅអំពើអាក្រក់ហាក់ដូចជាអំពើល្អបុគ្គលអ្នកក្រោធនោះកាលបើសេចក្តីក្រោធប្រះចេញហើយរមែងក្តៅក្រហាយជាខាងក្រោយដូចជាភ្លើងឆេះទីពឹងបន្តិចបន្តួចរមែងមិនមានដល់បុគ្គលត្រូវសេចក្តីក្រោធគ្របសង្កត់ហើយបុគ្គលក្រោធរមែងសម្លាប់នៅមាតារបស់ខ្លួនបុគ្គលដែលមានសេចក្តីក្រោធកើតឡើងហើយរមែងវិនាសមិនខានបុគ្គលគួរផ្ដាច់ផ្ដាល់នៅសេចក្តីក្រោធចេញដោយការទូន្មានចិត្តបុគ្គលគួរផ្ដាច់ផ្ដាល់នៅសេចក្តីក្រោធចេញដោយបញ្ញាទោសកំហុសស្មើដោយទោសៈមិនមានគ្រោះស្មើដោយទោសៈមិនមាននរជនណាជាអ្នកមានសេចក្តីក្រោធជាអ្នកចងសេចក្តីក្រោធទុកជាបុគ្គលបាបលុបគុណគេជាអ្នកប្រះចាកសមាទិដ្ឋិជាអ្នកមានមាយាអ្នកចូលដឹងនៅនរជននោះថាជាបុគ្គលថោកទាបបុគ្គលកំលុះក្នុងអំណាចនៃសេចក្តីក្រោធឡើយការខឹងជាការមិនល្អទេសេចក្តីក្រោធមានប្រមាណតិចរមែងទៅជាច្រើនសេចក្តីក្រោធនោះដែលកើតអំពីសេចក្តីមិនអត់ធន់រមែងចម្រើនទោសកើតអំពីសេចក្តីក្រោធសេចក្តីក្រោធជាអារម្មណ៍របស់បុគ្គលល្ងងបុគ្គលត្រូវសេចក្តីក្រោធណាគ្រប់សង្កត់ហើយរមែងលះបង់នៅកុសលទោសៈជាកិលេសញ៉ាំងសេចក្តីវិនិច្ឆ័យឲ្យកើតទោសៈជាកិលេសញ៉ាំងចិត្តឲ្យកំរើសេចក្តីក្រោធគ្រប់សង្កត់ជនណាសេចក្តីងងឹតសូន្យឈឹងនៃជននោះរមែងមានក្នុងកាលនោះ